រៀបកាត់បន្ថយភាពចំណាយឈ្លាននេះដែលមាននៅក្នុងខ្លួនទៅកាន់បុគ្គលផ្សេងៗដែលយើងគិតថាយើងចង់ស្អប់ធម្មតាអ្នកដែលគាត់ចូលចិត្ត content sharing តាក់ទងជាមួយនឹងការចែករំលែកបទពិសោធន៍ល្អៗឬមួយក៏ motivation ឬមួយក៏ inspiration អីអាចចូល follow for more បានវីដេអូនេះខ្ញុំសូមត្រឡប់មកវិញធម្មតាមុននឹងយើងចង់ដាក់ចិត្តបាបទៅលើនរណាម្នាក់ដោយផ្ទាល់ឬដោយប្រយោលក្តីពេលខ្លះយើងអត់ចូលចិត្តបុគ្គលម្នាក់ហ្នឹងហើយក៏អត់ចង់ឃើញគេរីកចម្រើនដែរតែយើងតែងតែចូលចិត្តតាមដានឬមួយក៏តាមមើលគេជារឿយៗដោយយើងអត់មានគិតថាចង់ដកឃ្លាឬមួយក៏ទុក space មួយសម្រាប់ខ្លួនឯងដើម្បីគិតរឿងយើងខ្លួនឯងទេអញ្ចឹងហើយនេះគេហៅថាការបង្កើនចិត្តបាបធម្មតាបើសិនជាយើងមិនចូលចិត្តបុគ្គលម្នាក់ហ្នឹងខ្ញុំចង់លើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាគួរតែព្យាយាមធ្វើអ្វីមួយដែលកុំឲ្យពាក់ព័ន្ធនឹងគេមានន័យថាឧទាហរណ៍ថានៅក្នុង social media របស់អ្នកទាំងអស់គ្នាមិនថា Facebook TikTok ឬមួយក៏ Instagram ឬមួយក៏ Telegram អីទេបើសិនជាមាន friend ឬមួយក៏មាន connecting ជាមួយបុគ្គលម្នាក់ហ្នឹងយើងអាចនឹង block គាត់ឬមួយក៏យើងអាចនឹង unfollow គាត់ដើម្បីកុំឲ្យឃើញរឿងគាត់ច្រើនពេកអញ្ចឹងពេលហ្នឹងហើយអ្នកទាំងអស់គ្នានឹងអត់សូវបានឃើញបុគ្គលដែលអ្នកទាំងអស់គ្នាមិនចូលចិត្តហ្នឹងជារឿយៗដោយសពមួយដងទេអញ្ចឹងនេះគឺជាវិធីកាត់បន្ថយមួយដែលល្អបំផុតពេលខ្លះយើងចង់តាមដានគាត់មិនក៏ដោយតែបើសិនជាយើងមុននឹងតាមដានលុះត្រាតែយើងចូលទៅឆែកមើលទៅយើងអាចមើលឃើញវាខុសពីពេលដែលយើងអត់ធ្វើរឿងទាំងអស់ដែលខ្ញុំបានប្រាប់ដូចជា unfollow ឬមួយក៏ឬមួយក៏ block ហ្នឹងពេលដែលយើងអត់ block អត់ unfollow គឺពេលដែលគាត់ធ្វើសកម្មភាពអីមួយគឺយើងឃើញរហូតអញ្ចឹងធ្វើឲ្យយើងកើតចិត្តក្តៅក្រហាយឬមួយក៏ខឹងគុំគួនស្អប់ដោយមិនដឹងខ្លួនទោះបីជាគាត់មិនបានធ្វើរឿងអីខុសឆ្គងនឹងយើងក៏ដោយដោយសារតែចិត្តដែលខ្មៅងងឹតឬមួយក៏អាចនិយាយបានថាចិត្តមាននៅក្នុងខ្លួនចិត្តមនុស្សម្នាក់គឺតែងតែមានភាពចំណែនខឹងគុំគួនស្អប់ហ្នឹងគឺវាជាអត់ផុតទេអត់មាននរណាដែលល្អឥតខ្ចោះទេអញ្ចឹងវិធីដែលយើងអាចជួយខ្លួនឯងបានគឺមានតែរឿងធ្វើរឿងបែបហ្នឹងទៅតាមអ្វីដែលខ្ញុំបាននិយាយពីខាងដើមនឹងឯងអញ្ចឹងវីដេអូនេះត្រឡប់មកវិញខ្ញុំមិនមែនជាមនុស្សដែលចិត្តព្រះហើយក៏មិនមែនជាមនុស្សដែលចិត្តមីនេះគ្រាន់តែជាសារដាស់តឿនក៏ដូចជាក្រើនរំលឹកដល់អ្នកទាំងអស់គ្នាហើយនឹងជួយធ្វើឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍មួយថាពេលដែលអត់សូវឃើញគេយើងក៏អត់សូវ stress យើងក៏អត់សូវកើតទុក្ខយើងក៏អត់សូវមានអារម្មណ៍មួយចំណានជ្រីនេះធ្វើឲ្យចិត្តយើងកាត់បន្ថយបានច្រើនអញ្ចឹងបើគិតថាល្អក៏យកទុកបើគិតថាមិនល្អទេក៏អូសរំលងហើយសង្ឃឹមថាអ្នកទាំងអស់គ្នាបើសិនជាចូលចិត្តអាច follow មកបន្ថែមបានអរគុណ